សួស្តីអ្នកទាំងអស់គ្នាខ្ញុំនឹងបង្ហាញអំពីការចូលទៅកាន់ Expand ដំបូងឡើយគឺយើងចូលទៅលើ menu Accounting បន្ទាប់មកយើងคลิกទៅលើ Expand ឥឡូវនេះគឺយើងចូលមកដល់ link របស់ Expand ដើម្បី search Expand គឺយើងអាច search តាមប្រភេទរបស់ Expand យើងអាច search តាមចំនួនទឹកប្រាក់យើងអាច search តាមថ្ងៃខែយើងអាច search តាម description យើងអាច search តាម user យើងអាច search តាមសាខាហើយយើងក៏អាច search តាម currency ដែលជាប្រភេទប្រាក់រៀលឬមួយក៏ជាប្រភេទប្រាក់ដុល្លារបន្ទាប់មកយើងធ្វើការចុចប៊ូតុង search ហើយវានឹងបង្ហាញទីផ្សារនៅខាងក្រោម